សូមគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថាកម្រងផ្កាអបមង្គលសូមអញ្ជើញប្រិយមិត្តសន្តាប់ដូចតទៅព្រះទិនគរបណ្ដែតខ្លួនមកបំភ្លឺពិភពលោកយ៉ាងយឺតយ៉ាវនិងស្ងប់ស្ងាត់បំផុតមេឃចាប់ផ្ដើមភ្លឺបន្តិចម្ដងមនុស្សជាច្រើនកំពុងងើបឡើងជ្រួលច្រាលមានរូបរាងស្គមស្កាំងស្លេកស្លាំងក្នុងដៃរបស់ពួកគេមានកាន់ចប់និងបង្គីស្លៀកពាក់ខោអាវខ្មៅដូចគ្នាខ្ញុំក្រឡេកមើលបុរសចំណាស់ម្នាក់កែវភ្នែករបស់គាត់មានសភាពច្របូកច្របល់គាត់ដើរជ្រឹមជ្រុំខ្ញុំភ្ញាក់ព្រឺតមានបុរសម្នាក់បានស្រែកសម្លុតបុរសចំណាស់នោះថាសមាមិត្តកននៅជ្រឹមជ្រុំរំរោបផ្លូវទៅរូបឬខ្ញុំឃើញសមាមិត្តកនភ័យញ័រដៃញ័រជើងខ្ញុំសែនខ្លោចចិត្តនឹងពាក្យគំរាមទៅកាន់សមាមិត្តកនដែលមានវ័យចំណាស់នោះបាត់ដំបងឆ្នាំ1976ក្រឡេកមើលទេសភាពដ៏ស្ងាត់ជ្រងំនៃវាលស្រែដោយលំហើយវាលស្រែទើបតែប្រមូលផលស្រូវរួចដែលមានសភាពសោះក៏ក្រោះតាមផ្លូវនៅតាមវាលស្រែគ្មានមនុស្សដើរស្ងាត់សូន្យឲ្យឈឹងហើយតាមផ្លូវក្នុងភូមិវិញមានផ្ទះជាច្រើនដែលគ្មានមនុស្សរស់នៅស្មៅដុះស៊ុបតទ្រពគ្មានអ្នកថែសាលារៀនគ្មានគ្រូគ្មានសិស្សមន្ទីរពេទ្យគ្មានអ្នកជំងឺវត្តអារាមគ្មានសំឡេងសូត្រធម៌ឬតែសំឡេងក្មេងច្រៀងថាយើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែននៅខាងចុងភូមិរបស់យើងមានក្រោលគោមួយនិងមានផ្ទះថ្នោតចំនួន4ហើយមានស្ត្រីចំនួន2នាក់កំពុងរុញអោសបើយើងទៅឲ្យចិត្តយើងនឹងធ្មក់ក្លិនឈ្ងុយពីផ្ទះថ្នោតទាំង4ដែលជាក្លិនបបរពុះមានសភាពរាវស្ទើរតែគ្មានគ្រាប់អង្ករខ្ញុំកំពុងតែស្រង់ក្លិនទឹកបបរពុះស្រាប់តែឮសំឡេងមើងស្នូជួងបានបន្លឺឡើង3ដងបន្ទាប់មកឮសូររទេះដៃចេញពីក្នុងក្រោលគោដែលបុរសម្នាក់បាននិយាយឡើងថាសមាមិត្តទាំងអស់គ្នាមកចូលរួមប្រជុំក្នុងថ្ងៃនេះមានដឹងថាអង្គការមានដំណឹងអ្វីប្រាប់ទេសម្ដីបុរសម្នាក់ក្នុងសម្លៀកបំពាក់ខ្មៅពាក់ស្បែកជើងកង់ឡានព្រមទាំងមូជើងខំខាងហើយនៅលើកមានបង់កក្រមាពោពេញទៅដោយទឹកមុខញញឹមលក់លៃនិងកែវភ្នែកក្រហមមុតបាននិយាយថាតាំងពីថ្ងៃជ័យជំនះ17មេសាឆ្នាំ1975មកយើងសម្រេចតាមផែនការបានល្មមគួរសមហើយអង្គការជាស្ថាប័នឯករាជ្យមហាអស្ចារ្យមហាលោតផ្លោះព្យាយាមលុបបំបាត់របបសក្តិភូមិមូលធននិយមគ្មានការសង្កត់សង្កិនលើគ្នាគោលបំណងរបស់អង្គការគឺរស់នៅដោយខ្លួនឯងដូច្នេះទើបយើងខំបង្កបង្កើនផលស្រូវក្នុង1ហិកតាឲ្យបាន3តោនដោយកម្លាំងយើងផ្ទាល់ស្នូទះដៃប្រៅហើយក៏បញ្ចប់ទៅវិញនារីម្នាក់ភ្នែកមុតស្រួចសក់ខ្លីត្រឹមកសម្លឹងមករួចស្រែកសម្លុតយ៉ាងលឺព្រមទាំងលើកដៃទាំងពីរឡើងលើថាសមាមិត្តប្រធានសហករណ៍ឈុំនិយាយត្រឹមត្រូវណាស់សមាមិត្តទាំងអស់ត្រូវប្រឹងប្រែងដើម្បីអង្គការមហារុងរឿងរបស់យើងមេហករនិងមេកងឆ្លប់បានឲ្យប្រជាជនមូលដ្ឋាននិងប្រជាជន17មេសាឈរជា2ជួរហើយជួរនីមួយបែរមុខរកគ្នាដែលមានចំនួនប្រហែលជា70នាក់មានតាំងពីវ័យជំទង់ដល់វ័យចំណាស់កម្មាភិបាលម្នាក់ប្រកាសឈ្មោះម្ដង2នាក់មានប្រុសម្នាក់និងស្រីម្នាក់អ្នកដែលឮឈ្មោះត្រូវឡើងទៅខាងមុខដើម្បីបង្ហាញពីការព្រមព្រៀងកម្មាភិបាលប្រកាសឡើងថាសមាមិត្តសុវណ្ណនិងសមាមិត្តនារីក្លយានពេលនោះសមាមិត្តនារីក្លយានដែលកំពុងតែភ្លឹកស្រាប់តែភ្ញាក់ដើរចេញពីជួរមកខាងមុខសមាមិត្តសុវណ្ណចេញពីជួរខាងក្រោយមកដែរដោយទឹកមុខតបប្រមល់កម្មាភិបាលបញ្ជាឲ្យពួកគេចាប់ដៃគ្នានឹងមើលមុខគ្នាពួកគេជួបគ្នាហើយស្រាប់តែភ្ញាក់ព្រឺតរួចចាប់ដៃគ្នាដោយទឹកមុខស្រងូតស្រងាត់ឆ្លុបនារីម្នាក់ឃើញដូច្នោះបានសួរយ៉ាងរហ័សថាសមាកុមិត្តទាំងពីរស្គាល់គ្នាអ្នកទាំងពីរនៅស្ងៀមមិនតបតការហៅឈ្មោះចេះតែបន្តរហូតដល់អស់មានគូតិចណាស់ដែលសប្បាយចិត្តដោយការចាប់គូបង្ខំឲ្យរៀបការនេះសមិទ្ធនារីខ្លះទើបតែប្តីស្លាប់ចោលអ្នកខ្លះទៀតត្រូវឪពុកម្ដាយលាចាកលោកថ្មីអ្នកខ្លះត្រូវកម្មាភិបាលខ្មែរក្រហមចាប់គូឲ្យជាមួយអ្នកដែលមានវ័យស្មើពុករបស់ខ្លួនក្រោយពីចាប់គូរួចអស់ហើយកម្មាភិបាលទាំងនោះតម្រូវឲ្យគូស្រករថ្មីទាំងអស់គោរពទង់ជាតិនិងភ្លេងជាតិក្រោយពីគោរពទង់ជាតិនិងភ្លេងជាតិរួចកម្មាភិបាល
និងប្រធានសហករណ៍តម្រូវឲ្យគូស្រករថ្មីប្រាជ្ញានៅមុខអង្គការថាយើងខ្ញុំសូមបដិញ្ញាថានឹងស្មោះត្រង់ជាមួយអង្គការស្មោះត្រង់ប្តីមួយប្រពន្ធមួយខិតខំបង្កបង្កើនផលស្រូវខិតខំបម្រើអង្គការឥតព្រំដែនមហាអស្ចារ្យមហារុងរឿងនៃយើងជ័យយោកម្ពុជាប្រជាធិបតេយ្យរួចស្នូទែដៃក៏លាន់ឡើងក្រោយពីចប់កម្មវិធីរៀបការពួកគេត្រូវតម្រង់ជួរកាន់ចានម្នាក់មួយដើម្បីទៅទទួលបបរនោះគ្មានអ្វីក្រៅពីបបររាវដែលចុងភៅបានចែកឲ្យម្នាក់ពីរវែកកន្លះជាមួយអំបិលមួយកូនដុំនោះទេបន្ទាប់ពីសូរិយាស្តង្គតគាត់ទៅរាត្រីផ្សំដំណេកគូស្នេហ៍ដែលអង្គការចាប់គុំឲ្យបានចូលមកដល់ក្រុមកងឈ្លបនិងមេកងចល័តបានដើរត្រួតពិនិត្យតាមខ្ទមស្បូវពីមួយទៅមួយក្រែងមានគូណាមិនចុះសម្រុងនឹងគ្នាក្រឡេកមើលខ្ទមស្បូវតូចរបស់សុវណ្ណនិងក៏យ៉ានឯនោះវិញកំពុងតែសន្ទនាគ្នាខ្សឹបបងសុវណ្ណខ្ញុំពិតជាមិនធ្លាប់សង្ឃឹមថាបានជួបបងទេតាំងពីបែកពីបងខ្ញុំនឹកបងរហូតបងក៏នឹកអូនដែលក៏យ៉ានជួបអូនលើកនេះបងហាក់មានកម្លាំងហើយមានទប់ទល់នឹងទុកទាំងឡាយតែហេតុអ្វីកាលនោះអូនឈប់រៀនបងឲ្យអូនសែននឹកវិទ្យាល័យណេតយ៉ងនឹកការសិក្សានឹកលោកគ្រូអ្នកគ្រូនិងមិត្តភក្តិណាស់តែថ្ងៃចុងក្រោយដែលអូនទៅចូលរួមពិធីជប់លៀងសិស្សពូកែក្នុងវិទ្យាល័យអេបខុតដែលបងរៀននោះផ្ទះអូនត្រូវភ្លើងឆេះគ្មានសល់ហើយម្ដាយរបស់អូនដែលកំពុងសម្រានលក់ត្រូវភ្លើងឆេះស្លាប់ដោយមិនដឹងខ្លួននិយាយដល់ត្រឹមនេះក៏យ៉ានស្រក់ទឹកភ្នែកយំខ្សឹកសួរសុវណ្ណឃើញដូច្នោះក៏លួងលោមក្រយ៉ានឈប់យំបន្តិចរួចក៏យ៉ានសួរតបទៅសុវណ្ណវិញចុះបងក្រោយបញ្ចប់ការសិក្សាឆ្នាំ1973នោះក្រោយបញ្ចប់ការសិក្សាបងបានទៅរស់នៅជាមួយឪពុកម្ដាយនៅឯភ្នំពេញព្រោះជីដារបស់បងបានលាចាកលោកហើយពីឆ្នាំ1973ដល់1975ការប្រកបការងារឪពុកម្ដាយរបស់បងនៅទល់មុខផ្សារស៊ីលឹបនោះមានសភាពមមាញឹកនឹងជោគជ័យណាស់ព្រោះមានមន្ត្រីរបស់រដ្ឋាភិបាលសេនាប្រមុខលន់នល់មកទិញជាប្រចាំរីឯនៅចុងឆ្នាំ1974មន្ត្រីទាំងនោះបានដឹងពីសភាពការស្រុកទេសមិនស្រួលពួកគេបានដើរបំផុសបំផុលប្រជាជននៅតាមទីជនបទនានាឲ្យក្រោកឈរឡើងប្រឆាំងរបបលន់នល់មន្ត្រីធំទាំងនោះបានដាក់ខោអាវធំម្នាក់ពីរបីឈុតត្រៀមចាក់ចេញទៅក្រៅស្រុកដើម្បីគេចពីសង្គ្រាមពួកគេបានបបួលឪពុកម្ដាយរបស់បងទៅជាមួយដែរប៉ុន្តែឪពុកម្ដាយរបស់បងមិនយល់ព្រមព្រោះយើងមិននឹកស្មានថាមានព្រឹត្តិការណ៍ទាំងអស់នេះកើតឡើងទេនិយាយដល់ត្រឹមនេះសុវណ្ណបានដកដង្ហើមធំទឹកមុខស្រពាប់ស្រពោនយ៉ាងខ្លាំងមួយសន្ទុះទើបសុវណ្ណនិយាយរៀបរាប់បន្តទៀតសុវណ្ណក្រោយពេលចាក់ចេញពីខេត្តបាត់ដំបងមកភ្នំពេញបងមិនបានបន្តការសិក្សាទៀតទេអំឡុងឆ្នាំ1974បងបានចាប់អារម្មណ៍វិធីតែងនិពន្ធកំណាព្យបងក៏ចេះតែរៀនសរសេរកំណាព្យឲ្យរឿងខ្លីៗទាក់ទងនឹងទិដ្ឋភាពសង្គមតែមិនទាន់បានបោះពុម្ពស្នាដៃណាមួយទេស្រាប់តែអកុសលសម័យខ្មៅងងឹតនេះបានចូលមកដល់អូនឲ្យពេលនេះបងគ្មានឱកាសឃើញមុខឪពុកម្ដាយរបស់បងផងមិនដឹងថាពួកគាត់ស្លាប់ឬរស់ទេភ្នំពេញច្របូកច្របល់ហើយប្រែជាស្ងាត់សូន្យបងត្រូវខ្មែរក្រហមជម្លៀសចេញពីភ្នំពេញរហូតមកដល់កំពង់ឆ្នាំងនឹងទើបតែឆ្នាំ1976នេះបងមកដល់បាត់ដំបងរាល់យប់អូនបន់ឲ្យតែសម័យនោះឆាប់អន្តរាយទៅទេត្រចៀកអូនឮតែសម្រែកសោះក៏ក្រោះឃើញគ្រួសារបែកបាក់ក្មេងប្រដៅចាស់សម្លៀកបំពាក់ប្រពៃណីគ្មានទេសម្ពុតបត់ហូលផាមួងភ្លេងបុណ្យសពក៏គ្មានឮតែបត់យើងខ្ញុំកុមារស្រឡាញ់អង្គការឥតព្រំដែនអូនស្រណោះណាស់មាតុភូមិយើងកំសត់ណាស់ឈប់យំទៅអូនត្រូវតាំងចំហស្រោចស្រង់ជាតិយើងរួមគ្នាភ្លាមនោះស្រាប់តែឮសំឡេងកងឈ្លបស្រែកមកថាសមាមិត្តសុវណ្ណសមាមិត្តកល្យាណរស់នៅជាមួយគ្នាមិនចុះសម្រុងមែនទេសុវណ្ណនិងកល្យាណឆ្លើយរួមគ្នាថាមិនមានរឿងបែបនេះទេសមាមិត្តបងកងឈ្លបអង្គការមានភ្នែកម្នាក់ធ្វើអ្វីគុំគិតថាអាចលាក់បាំងអង្គការបានឲ្យសោះយោទេសុវណ្ណនិងកល្យាណគូសមាមិត្តបងពិតជាគ្មានមែនកងឈ្លបល្អហើយអីចឹងឆាប់នាំគ្នាដេកទៅនិយាយត្រឹមនេះកងឈ្លបក៏បន្តដើរទៅពិនិត្យមើលខ្ទមផ្សេងទៀត
ក្រោយពីមេកងឆ្លប់ភៀបចេញទៅសវណ្ណនិងក៏យ៉ានមើលមុខគ្នាហើយបញ្ចេញស្នូដង្ហើមយ៉ាងស្ងប់ស្ងាត់រួចនាំគ្នាចូលដេកទៅម៉ោង 4 ទៀបភ្លឺស្នូជួងរបស់អង្គការបានបន្លឺឡើងយ៉ាងទៀងទាត់ជារៀងរាល់ថ្ងៃប្រជាជនខ្មែរម្នីចេញពីខ្ទមទាំងព្រះអាទិត្យមិនទាន់រះដើម្បីសម្ដៅទៅស្រែក្នុងភូមិខ្សោយឃុំរកាស្រុកសង្កែខេត្តបាត់ដំបងសវណ្ណនិងកល្យានម្នីធ្វើដំណើរទៅកន្លែងរៀងខ្លួនសវណ្ណធ្វើការនៅកងចល័តបរោះកាប់ដីភ្ជួរដីដែលទើបតែប្រមូលផលរួចចំណែកកល្យានវិញធ្វើការក្នុងកងចល័តនារីត្រូវទៅប្រមូលផលស្រូវដាក់ក្នុងបាវបាត់ដំបងឆ្នាំ 1977 ក្រោយពីរស់នៅជុំប្រពន្ធមួយរយៈសវណ្ណនិងសមាគមមិត្តបរហើយទៀតបានអង្គការចាត់តាំងឲ្យទៅសង់ទំនប់ទឹកនៅតំបន់ស្ទឹងចាស់ពេលឃ្លាតពីប្រពន្ធសវណ្ណបានប្រគល់បន្តោងរូបផ្កាចម្ប៉ាមួយជូនកល្យានព្រោះសវណ្ណគិតថាបន្តោងរូបផ្កាចម្ប៉ានេះជាវត្ថុស័ក្តិសិទ្ធិដែលអាចជួយឲ្យកល្យានជួបសេចក្តីសុខបានចំណែកសវណ្ណវិញគ្មានជំនឿថានឹងមានជីវិតវិលត្រឡប់មកវិញទេអង្គការបានចាត់ឲ្យប្រជាជនទាំងអស់លើកទំនប់ទឹកដើម្បីធ្វើស្រែនៅក្នុងភូមិបឹងទឹមការលើកទំនប់នេះគ្មានឧបករណ៍ទំនើបទេមានតែចបនិងបង្គីតិចតួចប៉ុណ្ណោះនៅខាងភូមិបាសែតវិញអង្គការបានបញ្ជាឲ្យរុញយកថ្មប្រាសាទបុរាណទៅទប់ធ្វើទំនប់សុវណ្ណមើលឃើញសភាពខ្ទេចខ្ទីនៃទម្រង់ប្រាសាទបាសែតដែលខ្មែរក្រហមកំពុងតែបំផ្លាញខ្ទេចខ្ទីដោយក្តីស្រណោះថ្ងៃបន្ទាប់សុវណ្ណបានទៅជួបប្រធានសហករណ៍និងស្នើសុំដោយផ្ទាល់ថាលោកបងសមាមិត្តប្រធានខ្ញុំមកនេះមានការស្នើសុំរឿងមួយពេលនោះប្រធានសហករណ៍បានបើកភ្នែកធំហើយសម្លឹងទៅកាន់សុវណ្ណប៉ុន្តែសុវណ្ណនៅតែបន្តនិយាយទៀតថាទំនប់ដែលប្រធានបង្ឲ្យខ្ញុំទប់នោះជិតរួចហើយថែមទាំងមុំអាចទប់ទឹកបានល្អតាមផែនការរបស់អង្គការបានកំណត់ដែរដូច្នេះខ្ញុំសូមស្នើបង្ហាយការងារទប់នេះដោយយកដីខ្សាច់ច្រកបាវហើយទប់ទឹកជំនួសថ្មប្រាសាទវិញដោយសមាមិត្តប្រធានបងជាអ្នករស់នៅក្នុងភូមិនេះស្រាប់ប្រាសាទនេះសុវណ្ណនិយាយមិនទាន់ចប់ផងប្រធានសហករណ៍នោះយកដងកាំភ្លើងវីចាំក្បាលសុវណ្ណធ្វើឲ្យមានឈាមហូរតក់រួចប្រធានសហករណ៍ស្រែកសម្លុតថាសមាមិត្តឯងប្រដៅយើងមែនទេទោះបីជាប្រធានសហករណ៍នោះសម្លុតយ៉ាងណាក៏ដោយសុវណ្ណនៅតែនិយាយដោយលែងខ្លាចស្លាប់ស្របពេលដែលឈាមស្រក់តក់ទប់ជំហរស្ទើរលែងជាប់បន្តទៀតថាលោកបងសមាមិត្តតាំងពីដើមមកលោកបងឃើញប្រាសាទនេះរហូតមុនខ្ញុំទៅទៀតបើប្រាសាទនេះបាត់បង់លោកបងស្ដាយទេនិយាយរួចសុវណ្ណអួលដើមកោឮសុវណ្ណនិយាយចំចំណុចមួយសន្ទុះមកប្រធានសហករណ៍ឆ្លើយតបទាំងត្រឹមត្រូវវិញថាត្រូវទប់ទំនប់ឲ្យល្អឈប់សួរយើងរឿងប្រាសាទនេះទៀតឮដូច្នោះសុវណ្ណអរណាស់ហើយនិយាយអរគុណទៅប្រធានសហករណ៍បន្ទាប់មកដួលទៅលើដីដោយសារតែឈាមស្រក់ហូរខ្លាំងពេករហូតទប់ចំហលែងបានបន្ទាប់ពីសាងសង់ទំនប់រួចហើយសុវណ្ណនិងសមាមិត្តឯទៀតដែលនៅរស់បានវិលត្រឡប់មកវិញក៏យ៉ាងអរណាស់ដែលប្តីនាងមានជីវិតវិលត្រឡប់មកជួបគ្នាវិញនៅចុងឆ្នាំ 1977អំឡុងឆ្នាំ 1978 ក្រោមការគ្រប់គ្រងក្នុងរបបខ្មែរក្រហមប្រជាជនកាន់តែហោចទៅសុខភាពប្រជាជនកាន់តែទ្រុឌទ្រោមប្រជាជនដែលមានជីវិតរស់នៅសុទ្ធតែប្រថុយជីវិតពីការលួចអង្គការកាន់តែតឹងតែងពីមួយថ្ងៃទៅមួយថ្ងៃបើពួកខ្មែរក្រហមសង្ស័យថាអ្នកណាជាខ្មាំងហើយអ្នកនោះច្បាស់ជាស្លាប់ដោយគ្មានការជំនុំជម្រះក្តីឡើយពួកគេតែងតែនិយាយថាគូស៊ូសម្លាប់ខុសប្រសើរជាងមិនសម្លាប់ទៀតព្រឹកនេះនៅរោងបាយប្រជុំក្រៅគោមានការប្រជុំធំមួយរបស់អង្គការប្រធានសហករណ៍បានចាប់ផ្ដើមសួរថាតើមានសមាគមមិត្តណាចេះអក្សរឬធ្លាប់ធ្វើជាគ្រូបង្រៀនទេអង្គការសុំឲ្យឡើងមកខាងមុខនេះដើម្បីអង្គការយកទៅបណ្ដុះបណ្ដាលរួចយកមកបង្រៀនកុមារប្រជាជនខ្លះត្រេកអរណាស់ព្រោះពួកគេមិនយល់ពីផែនការរបស់អង្គការបែរជាឡើងទៅទាំងទឹកមុខមានសង្ឃឹមដោយគិតថាអង្គការច្បាស់ជាគិតដល់ពួកគេពេលនោះប្រជាជនដែលឡើងទៅតាមការស្នើរបស់អង្គការមានប្រហែលជា30នាក់សុវណ្ណនិងកល្យានអង្គុយជិតគ្នាឥតមានមាត់មួយម៉ាត់ស្រាប់តែពេលនោះមានស្ត្រីវ័យចំណាស់ម្នាក់មានគំនិតចង់ឲ្យសុវណ្ណបានល្អបានជួយប្រាប់អង្គការថាក្មួយនេះចេះអានស្ទាត់ណាស់ជួយបណ្ដុះបណ្ដាលផង
ពេលនោះសុវណ្ណនិងកល្យាណភ្ញាក់ក្រញាំងឆ្ងល់ថាតើគាត់ដឹងរឿងនេះមកពីណាបើសុវណ្ណនិងកល្យាណខំលាក់យ៉ាងនេះហើយនោះដោយពាក្យចាស់និយាយមែនក្រដាសខ្ចប់ភ្លើងមិនជាប់ទេទោះបីជាសុវណ្ណចង់ឬមិនចង់និយាយក៏មិនអាចប្រកែកបានឡើយយប់នោះសុវណ្ណអង្គុយក្បែរភរិយាអារម្មណ៍របស់គេហាក់មានក្តីអាឡោះអាល័យជាខ្លាំងហើយសុវណ្ណនិយាយតិចថាប្រពន្ធសម្លាញ់បងនឹងត្រូវទៅឆ្ងាយពីអូនឆាប់នេះហើយពេលបងមិននៅជិតអូនត្រូវថែទាំខ្លួនឲ្យល្អណាស់សុវណ្ណយកដៃវែកសក់ប្រពន្ធធ្នមរួចបន្តទៀតថាកុំបារម្ភពីបងអីបងច្បាស់ជាត្រឡប់មកជួបអូនវិញអូនត្រូវតែជាស្រីរឹងមាំបងនឹងអស់បារម្ភណាស់ក៏យ៉ានអួរដើមក៏ទឹកភ្នែកស្រក់មកតិចឥតឈប់ឈរដៃរបស់នាងញ័ររួចនាងយកដៃអង្អែលមុខប្តីហើយថើបដោយក្តីស្រឡាញ់អាណិតពន់ពេកក៏យ៉ានបាននិយាយទៅកាន់សុវណ្ណវិញថាកុំប្តីសម្លាញ់កុំព្រួយអីក្តីស្រឡាញ់បងជាអាវក្រោះដ៏រឹងមាំការពារអូនជានិច្ចនិយាយចប់កល្យាណជូតទឹកភ្នែកថ្នមសុវណ្ណនិងកល្យាណប្រុងដាក់ខ្នងដ៏រនាបទៅហើយស្រាប់តែឮសូរសំឡេងស្រែកហៅពីក្រៅខ្ទមដែលជាសំឡេងកម្មាភិបាលខ្មែរក្រហមថាសមមិត្តសុវណ្ណឆាប់ចេញមកដល់ពេលត្រូវទៅបណ្ដោះបណ្ដាលហើយសុវណ្ណនិងកល្យាណមានកែវភ្នែកពោពេញដោយភាពល្វីងជូរចត់ណាស់សុវណ្ណអន្ថើបថ្ងាសប្រពន្ធហើយនិយាយថាថៃខ្លួនណាអូនគុំតាមបងអីបងទៅសិនហើយសុវណ្ណដើរតាមកម្មាភិបាលខ្មែរក្រហមដោយមិនងាកក្រោយទេព្រោះមិនចង់ឲ្យកល្យាណនឹកអាឡោះអាល័យកល្យាណយំខ្សឹកសួរម្នាក់ឯងស្រណោះអាណិតប្តីពន់ពេកតាំងពីបែកពីប្តីមកកល្យាណក្រៀមក្រំស្រងេះស្រងោចណាស់កល្យាណរងចាំប្តីពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានដំណឹងអ្វីបន្តិចសោះឡើយរាងកាយរបស់កល្យាណមានសភាពទ្រុឌទ្រោមជួនកាលសន្លប់បាត់ស្មារតីក៏មានដែរទីបំផុតកល្យាណដឹងថានាងមានផ្ទៃពោះអារម្មណ៍ជាម្ដាយធ្វើឲ្យកល្យាណរំភើបពន់ពេកណាស់កល្យាណបានចាប់ផ្ដើមថែរក្សាសុខភាពឡើងវិញដើម្បីកូនហេតុផលនេះហើយបានធ្វើឲ្យកល្យាណប្រឹងប្រែងរស់បន្តទៀតផ្ទៃពោះរបស់កល្យាណកាន់តែធំឯទំហំការងារដែលខ្មែរក្រហមដាក់ឲ្យធ្វើពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែកើនឡើងឥតឈប់ឈរដែរកាលពីមួយរយៈពេលមុនប្រជាជនអាចទទួលបានរបបបបរខាប់គ្រាន់បើតែឥឡូវនេះមេហករបែរជាកាត់បន្ថយបបរហេតុតែចង់បញ្ជូនផលស្រូវឲ្យបានគ្រប់ចំនួនកំណត់របបអាហារមិនគ្រប់គ្រាន់បែបនេះធ្វើឲ្យកល្យាណនឹកគិតបារម្ភពីសុខភាពនាងដែលកំពុងតែត្រូវការជីវជាតិដើម្បីកូននៅក្នុងពោះថ្ងៃមួយម៉ោងប្រមាណជា8យប់កល្យាណមានភាពឈឺចាប់ក្នុងពោះយ៉ាងខ្លាំងថ្ងៃនោះគឺជាថ្ងៃដល់ពេលដែលកល្យាណសម្រាលកូនហើយយប់សម្រាលកូននោះគ្មានឈ្មោះជួយបង្កើតកូនឯនោះទេមានតែអ៊ំចាស់ពីរ3នាក់មកជួយមើលថែដោយទឹកចិត្តជួយគ្នាក្នុងគ្រាលំបាកតែប៉ុណ្ណោះកល្យាណស្រែកដោយភាពឈឺផ្សាញើសហូរជោកថ្ងាសរង្វង់មុខស្លេកស្លាំងនាងហាក់គ្មានកម្លាំងសម្រាលកូនសោះតែដោយទឹកចិត្តជាម្ដាយចង់ឃើញមុខកូនកល្យាណខំប្រឹងសពគ្រប់ទើបបង្កើតកូនរបស់នាងបាននៅរាត្រីដ៏សែនសោកសង្រេងនោះបង្កើតកូនរួចភ្លាមកល្យាណប្រឹងនិយាយជាមួយសំឡេងខ្សោកថាអ៊ំខ្ញុំសុំមើលមុខកូនរបស់ខ្ញុំបន្តិចឮដូច្នោះហើយអ៊ំបានលើកទារិកាតូចនោះដាក់លើទ្រូងរបស់កល្យាណញញឹមនឹងមើលមុខកូនផ្អៀមផ្អងទោះបីជានាងហត់ល្វើយយ៉ាងណាក៏ដោយឃើញទម្រង់មុខកូនហើយធ្វើឲ្យកល្យាណនឹករលឹកដល់ប្តីជាពន់ពេកហើយនិយាយទាំងអួរដើមក៏ថាកូនម្ដាយគឺរួចកល្យាណយំខ្សឹកសួរមួយទឹកភ្នែកក្រោយសម្រាលកូនបានចំនួន3ថ្ងៃកល្យាណត្រូវវិលទៅធ្វើការវិញទារិកាតូចពិតជាកំសត់ណាស់ព្រោះកល្យាណពុំសូវមានទឹកដោះបំបៅនោះទេដូច្នេះធ្វើឲ្យកូនយំឥតឈប់កល្យាណពិតជាសែនខ្លោចផ្សាក្នុងចិត្តណាស់ពេលដែលកូនស្ថិតក្នុងសភាពដូច្នោះនៅចុងឆ្នាំ1978ពាក្យចាមអារាមដែលថាកងទ័ពវៀតណាមបានបង្កើតរណសេរីដើម្បីមកជួយប្រជាជនខ្មែរល្បីឮសុសសាយរហូតដល់មានលេចឮឈ្មោះរណសេរីមួយថារណសេរី2ធ្នូសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើងទីបំផុតកងទ័ពវៀតណាមនិងកងទ័ពសង្គ្រោះកម្ពុជាបានមួយកម្ចាត់ពួកខ្មែរក្រហមនៅភ្នំពេញនិងស្ទើរពេញផ្ទៃប្រទេសមែនការប្រយុទ្ធរំដោះនៅខេត្តបាត់ដំបងបានធ្វើឲ្យកម្មាភិបាលខ្មែរក្រហមខ្លះប្រធានសហករណ៍សហការីនិងប្រជាជនខ្មែរស្លាប់អស់ច្រើនអ្នកណាស់
ក្រោយថ្ងៃរំដោះ7 មករាឆ្នាំ1979ប្រជាជនខ្មែរបានស្រាកស្រានពីសេចក្តីវេទនាមួយនេះក្រោយសង្គ្រាមបានបញ្ចប់ប្រជាជនខ្លះនៅតែរស់ក្នុងភាពភ័យខ្លាចបាក់ស្បាតព្រោះពួកគាត់មិនទាន់ជឿជាក់ថាពួកគាត់ត្រូវបានរំដោះពិតប្រាកដមែនឬអត់ដោយបទពិសោធន៍ថ្ងៃ17 មេសាឆ្នាំ1975ពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាចមានប្រជាជនជាច្រើនយល់ខុសថាប្រទេសជាតិនឹងរុងរឿងក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហមនៅលើស្ពានថ្មទល់មុខសាលាខេត្តបាត់ដំបងដែលលាតសន្ធឹងកាត់ដងស្ទឹងសង្កែក៏យ៉ានឈរ3កូនតូចសម្លឹងមើលសោកនាដកម្មក្រោយសង្គ្រាមដែលមានប្រជាជនខ្លះពិការដែលជើងខ្លះស្ពីបង្វិចទៅស្រុកកំណើតវិញខ្លះទូរែកចានឆ្នាំងហើយប្តីប្រពន្ធខ្លះដែលអង្គការរៀបចំអនុក៏ចែកផ្លូវគ្នាវិញតាមដងផ្លូវមានក្មេងៗយំទ្រហឹងវង្វេងម្ដាយវង្វេងសាច់ញាតិហើយមានសំណងជាច្រើនខូចខាតចំណែកក៏យ៉ានវិញត្រូវព្រាត់ប្រាសគ្រួសារនិងប្តីជាទីស្រឡាញ់ចប់រឿងកម្រងផ្កាអបមង្គលបានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណទឹកចិត្តប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់រឿងប្រឡំលោករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមទឹកចិត្តមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីនឹងទទួលបាននូវវីដេអូថ្មីៗទៀតនៅពេលក្រោយសូមអរគុណសូមជម្រាបលា